អ្នកប្រហែលជាគិតថាអ្នកកំពុងតែប្រឆាំងនឹងខ្លួនឯងពីការវិនិច្ឆ័យឬការបដិសេធឬក៏ការរំខានពីនរណាម្នាក់ប៉ុន្តែនៅពេលអ្នកនិយាយអូសទាញខ្លួនឯងឲ្យរងចាំនោះមានន័យថាអ្នកកំពុងដាក់កំហិតលើសមត្ថភាពរបស់ខ្លួននិងធ្វើឲ្យក្តីសុបិនរបស់អ្នកស្ថិតនៅកាន់តែឆ្ងាយពីការពិតខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះពេលវេលាដែលខ្ញុំខ្ជះខ្ជាយកន្លងមកដោយនៅក្នុងជីវិតរបស់ខ្ញុំរងចាំពេលវេលាដ៏ត្រឹមត្រូវរងចាំរហូតដល់ខ្ញុំប្រកាសថាល្អប្រសើររងចាំរហូតដល់ខ្ញុំគិតថាការងាររបស់ខ្ញុំល្អឥតខ្ចោះឬរងចាំរហូតដល់ខ្ញុំមានអារម្មណ៍បែបនេះប៉ុន្តែការរងចាំគ្មានលទ្ធផលល្អឡើយមិនមានពេលវេលាត្រឹមត្រូវទេមានតែពេលឥឡូវនេះប៉ុណ្ណោះក្នុងការចាប់ផ្ដើមវាអាស្រ័យទៅលើអ្នកក្នុងការជំរុញខ្លួនអ្នកឲ្យខិតខំប្រឹងប្រែងឲ្យបានច្រើននិងខ្លាំងក្លាបំផុតហើយពេលវេលាដ៏ត្រឹមត្រូវបំផុតដើម្បីចាប់ផ្ដើមធ្វើវាគឺឥឡូវនេះឯងដែលស័ក្តិសមបំផុត